ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទហើយថ្ងៃនេះគឺជាថ្ងៃដែលអតិថិជនយើងដែលបានជាវម៉ាស៊ីនផលិតឥដ្ឋខ្នាតពុំ4នៅខាងផ្សារស្លាប់លែងដែលម៉ាស៊ីននេះមានអាយុកាល3ឆ្នាំហើយពុកម៉ែបងប្អូនហើយថ្ងៃនេះក្រុមការងាររបស់ Block Master បានចុះមក maintenance ដោយសារម្ចាស់ហ្នឹងហៅមកទេបាទហៅមកដើម្បីធ្វើការផ្លាស់ប្ដូរម៉ូទ័រក្លុកស៊ីម៉ង់ដោយសារតែម៉ូទ័រក្លុកស៊ីម៉ង់នេះវាមានដំណើរការយឺតពីមុនរៀងលឿនទេដោយសារតែម្ចាស់ក្លុកស៊ីម៉ង់នេះគាត់កាយដាក់ប៉ុងកាលណាដាក់ប៉ុងឡាននៅពីក្រោមអញ្ចឹងធ្វើឲ្យល្បឿននៃការលាយស៊ីម៉ង់ហ្នឹងកាន់តែយឺតជាងមុនប៉ុន្តែពិតទៅម៉ូទ័រហ្នឹងវាខ្លាំងហើយគាត់ថាវាកោដៃកោដែលសម្រាប់លាយល្បាយស៊ីម៉ង់វាយឺតធ្វើឲ្យដំណើរការផលិតឥដ្ឋក៏អត់ទាន់តម្រូវការរបស់អតិថិជនបាទនៅក្នុងរដូវប្រាំងចូលឆ្នាំហើយនេះគឺជារដូវដែលកំពុងតែពេញសាងសង់ដូច្នេះហើយបង្ខំចិត្តឲ្យម្ចាស់សិប្បកម្មនេះធ្វើការផ្លាស់ប្ដូរម៉ូទ័រចេញដើម្បីឲ្យលឿនដល់ការផលិតឥដ្ឋឲ្យទាន់តម្រូវការរបស់អតិថិជនហើយម្ចាស់សិប្បកម្មជាច្រើនទៀតដែលនៅក្នុងតំបន់នេះដែរហ្នឹងក៏អត់មានឥដ្ឋឲ្យអតិថិជនទាន់ដែរដោយសារខែនេះគឺតម្រូវការច្រើនមែនតើអញ្ចឹងម៉ូទ័រនេះជាម៉ូទ័រថ្មីដែលបកកេះតែម្ដងបាទម៉ូទ័រដូចគ្នាគាត់ថាវាជុំរបស់វានឹងវាលឿនជាងអញ្ចឹងពេលដែលយើងផ្លាស់ប្ដូរហើយវាធ្វើឲ្យការលាយនេះវាបានលឿនជាង3ដងនៃម៉ូទ័រចាស់ព្រោះម៉ូទ័រចាស់នេះវាយឺតតែមែនតើវាកម្លាំងខ្លាំងគាត់ថាវាវិលយឺតហើយនៅពេលនេះយើងដោះម៉ូទ័រនឹងចេញមកក្រៅហើយយើងធ្វើការកាត់ប៉ុងនេះចេញហើយយើងនឹងកាត់កាយចោលដោយសារតែម្ចាស់ពីមុនគាត់អត់បានតាក់ទងក្រុមការងាររបស់ Block Master ដោយសាររយៈពេលយូរពេកគាត់បាត់តំណតំណងលេខអីចឹងណាហើយថ្ងៃនេះគាត់បានឃើញនឹងតាក់ទងមកខាងខ្ញុំហើយខ្ញុំក៏ចេញពីសៀមរាបមករហូតមកដល់នេះហើយយើងធ្វើការកាត់កែផ្លាស់ប្ដូរនៅម៉ូទ័រថ្មីចូលហើយដកនៅម៉ូទ័រចាស់ចេញចាំមើលនៅពេលដែលយើងផ្លាស់ប្ដូរហើយតើលឿនយ៉ាងណាបងប្អូនសូមអញ្ជើញទស្សនាវីដេអូនេះរហូតដល់ចប់បងប្អូននឹងឃើញថាវាតាមពិតជាស្ដែងគឺវាលឿនពិតមែននៅពេលយើងផ្លាស់ប្ដូរលឿនជាង3ដងអញ្ចឹងធ្វើឲ្យការផលិតហ្នឹងវាលឿនចាប់ពីពេលនេះទៅម្ចាស់គាត់ថាលែងយឺតម៉ួយទៀតហើយពេលនេះខ្វះតែកម្លាំងពលកម្មធ្វើតែម្ដងបាទហើយយើងមានការលំបាកដែរដោយសារតែយើងមានតែម៉ូទ័រមួយទេម៉ូទ័រមួយសម្រាប់កាត់ហើយដៃហ្នឹងបងប្អូនហើយក្រាស់ណាស់ក្រាស់យកតែមែនតែនមិនក្រាស់ធម្មតាទេគឺកម្រាស់មកហ៊ុនជាងអញ្ចឹងយើងប្រើម៉ូទ័រហ្នឹងគឺស៊ីផ្លែអស់ច្រើនដោយសារតែយើងធ្វើដំណើរពីឆ្ងាយមកដែរយើងអត់មានឧបករណ៍គ្រប់គ្រាន់តែมันថ្មីទេដោយសារតែជាងបើយើងមានជំនាញនៅក្នុងការធ្វើម៉ាស៊ីនបុកឥដ្ឋហើយនឹងម៉ូក្លុកស៊ីម៉ង់នេះយើងមានជំនាញមែនតែនហើយมันជាអ្វីទេហើយយើងធ្វើការកាត់កាយហ្នឹងក៏មិនប្រើពេលយូរដែរគឺយើងប្រើពេលតែមួយព្រឹកទេដោយសារតែយើងធ្វើដំណើរហ្នឹងមកដល់ពេលល្ងាចយើងក៏កាត់ពេលល្ងាចប្រហែលម៉ោងដែរប្រហែលជា2ម៉ោងដល់ពេលយប់តិចយើងក៏សម្រាកហើយយើងក៏ធ្វើការបន្តការងារនៅពេលព្រឹកបន្ថែមទៀតហើយពេលព្រឹកហ្នឹងក៏យើងបានចប់តាមគម្រោងការរបស់យើងពិតមែនហើយយើងសល់ម៉ោងតិចទេដោយសារតែយើងរងចាំឡានស្ទូចដើម្បីស្ទូចមកកន្លងនេះដាក់ចូលកន្លែងដើមវិញអញ្ចឹងយើងរហូតដល់ថ្ងៃត្រង់ក៏ពិតយើងធ្វើហើយតាំងពីព្រឹកដែរហើយបាទដូច្នេះពុកម៉ែបងប្អូនសូមរីករាយទស្សនានៅសកម្មភាពដែលពួកយើងបានធ្វើការផ្លាស់ប្ដូរជួសជុលដោយសារតាម៉ូនេះគឺម្ចាស់បានកែខុសពីទម្រង់ដើមរបស់វាហើយកាត់កែអស់ច្រើនហើយអញ្ចឹងយើងចំណាយពេលក្នុងការកែឡើងវិញនោះក៏រៀងយូរក៏ពិតត្រូវលឿនទេបើសិនជាទម្រង់ដើមដែលយើងផលិតតាំងពីដើមមកណាដោយសារម្ចាស់គាត់ឲ្យជាងនៅក្បែរផ្ទះហ្នឹងគាត់កែឲ្យដល់ពេលអញ្ចឹងវាខុសពីទ្រង់ទ្រីដើមវាមុំដែរបើគាត់ថាវាមានល្បឿនរៀងយឺតអត់ពេញចិត្តនឹងការលាយនឹងវាយឺតទៅធ្វើឲ្យដំណើរការផលិតគាត់នឹងចេះត្អូញតែថាវាយឺតគាត់អត់ទាន់តម្រូវការគេវាស្របពេលចំរដូវកាលនេះវាមានការកំងទៅច្រើនបាទអញ្ចឹងរីកទស្សនាវីដេអូសកម្មភាពយើងទៅបាទសូមអរគុណច្រើនជម្រាបលា
thì lại hay làm chân ta luôn chăng thì quá cái máy có ác không thì lại nhiều sốt đất à